ថ្នាំប៉ារ៉ាសេតាមុលដែលប្រើសម្រាប់បញ្ចុះកម្ដៅតើគួរតែប្រើកម្រិតដូសប៉ុណ្ណារាល់ប្រមាណម៉ោងម្ដងដែលល្អសម្រាប់ក្មេងដើម្បីការពារកុំឲ្យមានផលប៉ះពាល់ទៅលើថ្លើមឬក៏តម្រងនោមរបស់ក្មេងជាទូទៅថ្នាំប៉ារ៉ាសេតាមុលដូសជាមធ្យមគឺ10ទៅ15មីលីក្រាមក្នុង1គីឡូប៉ុន្តែកម្រិតដែលយើងឲ្យញ៉ាំច្រើនបំផុតក្នុងមួយថ្ងៃសម្រាប់ក្មេងគឺ60មីលីក្រាមក្នុង1គីឡូអញ្ចឹងមិនឲ្យលើ60មីលីក្រាមក្នុង1គីឡូទេនៅក្នុងមួយថ្ងៃមានន័យថាក្នុង24ម៉ោងចឹងជាទូទៅគ្រូពេទ្យខ្លះគាត់ឲ្យរាល់4ម៉ោងម្ដងគ្រូពេទ្យខ្លះ6ម៉ោងម្ដងគ្រូពេទ្យខ្លះគាត់ឲ្យ8ម៉ោងម្ដងអញ្ចឹងការឲ្យប្រហែលម៉ោងម្ដងក៏ដោយបើសិនជាយើងធ្វើតាមការណែនាំរបស់គ្រូពេទ្យវាមិនមានផលប៉ះពាល់ទៅដល់កូនទេជាទូទៅគឺនៅពេលដែលគ្រូពេទ្យឲ្យរាល់4ម៉ោងម្ដងគឺគាត់ឲ្យកម្រិតដូស10មីលីក្រាមក្នុង1គីឡូអញ្ចឹងបើសិនជាកូនយើងមានទម្ងន់10គីឡូអញ្ចឹងបើគាត់ឲ្យ10មីលីក្រាមក្នុង1គីឡូគឺមានន័យថាក្នុងម្ដងគឺកូនញ៉ាំតែ100មីលីក្រាមទេអញ្ចឹង100មីលីក្រាមរាល់4ម៉ោងម្ដងនៅក្នុងមួយថ្ងៃយើងញ៉ាំ6ដងអញ្ចឹងគឺស្មើនឹង600មីលីក្រាមអញ្ចឹងវាអត់លើសទេមានន័យថាវាមិនប៉ះពាល់ដល់ថ្លើមកូនទេប៉ុន្តែបើសិនជាការឲ្យនោះរាល់4ម៉ោងម្ដងប៉ុន្តែឲ្យកម្រិតរហូតដល់15មីលីក្រាមអញ្ចឹងមានន័យថាគឺវាលើសដូសហើយអញ្ចឹងវាអាចនឹងប៉ះពាល់ដល់ថ្លើមរបស់កូនយ៉ាងណាមិញសម្រាប់ក្មេងតូចៗយើងគួរតែកាត់បន្ថយនៅការប្រើថ្នាំនឹងលឿនពេកបើសិនជាកម្ដៅត្រឹម37កន្លះចុះក្រោមយើងព្យាយាមជូតខ្លួនឲ្យកូនសិនទៅឲ្យកូនញ៉ាំទឹកក្ដៅអ៊ុនៗឬក៏ញ៉ាំទឹកធម្មតាឬក៏បើកឲ្យបានច្រើនបើសិនជាកូនធំចាប់ពី6ខែឡើងទៅបើសិនជាកូនតូចគឺព្យាយាមបើកឲ្យបានច្រើនយើងដោះសម្លៀកបំពាក់កូនចេញឲ្យអស់ហើយព្យាយាមជូតជាមួយនឹងកន្សែងក្ដៅអ៊ុនៗទៅលើស្បែករបស់កូននឹងដើម្បីបញ្ចុះកម្ដៅយើងអាចយកកន្សែងជ្រលក់ទឹកក្ដៅអ៊ុនៗស្អំនៅតំបន់កតំបន់ក្លៀកហើយនឹងតំបន់កលៀនរបស់កូនតំបន់ហ្នឹងគឺវាមានខ្សែឈាមធំៗដែលជួយឲ្យបញ្ចុះកម្ដៅបានលឿនដែលខុសពីតំបន់ក្បាលដែលយើងចូលចិត្តស្ទាបទៅឃើញថាកូនក្ដៅតំបន់ក្បាលហើយភាគច្រើនយើងយកបន្ទះត្រជាក់ឬក៏កន្សែងអីទៅស្អំនឹងក្បាលហ្នឹងវាចុះកម្ដៅដែរតែវាចុះបានតិចតួចទេវាចុះតិចជាងនៅតំបន់កក្លៀកហើយនឹងកលៀនអញ្ចឹងការជូតខ្លួនក៏យើងត្រូវដឹងអំពីចំណុចនេះដែរគឺសំខាន់អញ្ចឹងសរុបមកវិញការញ៉ាំថ្នាំបញ្ចុះកម្ដៅប៉ារ៉ាសេតាមុលយើងអាចទិញបានដោយមិនមានវេជ្ជបញ្ជាប៉ុន្តែគឺយើងត្រូវតែគ្រប់តាមដុសថ្នាំពីឱសថការីឬក៏គ្រូពេទ្យដែលគាត់ណែនាំមកឲ្យបានច្បាស់លាស់ជៀសវាងនឹងការឲ្យកម្រិតថ្នាំនឹងលើសហើយជៀសវាងនឹងការឲ្យថ្នាំទាំងកូនមិនក្ដៅខ្លួនអញ្ចឹងយើងត្រូវតែមានឧបករណ៍វាស់នៅផ្ទះបានត្រឹមត្រូវវាស់ក្លៀករបស់កូនឬក៏វាស់នៅក្នុងមាត់ក្នុងដាក់ក្រោមម្ដាមជាដើមយើងអាចដឹងពីកម្ដៅរបស់កូនក្រោម37កន្លះមិនគួរឲ្យថ្នាំទេហើយបើសិនជាត្រឹម37.6.7.8អត់ទាន់ដល់38យើងព្យាយាមជូតខ្លួនឲ្យកូនសិនគឺជាការល្អបំផុតជៀសវាងនឹងការប្រើថ្នាំលឿនពេកបើសិនជាយើងជូតខ្លួនជួយហើយកូនអត់ត្រជាក់សោះកម្ដៅកាន់តែឡើងទៅចាំយើងឲ្យថ្នាំហើយបើឲ្យថ្នាំម្ដងពីរដងហើយកូននៅតែក្ដៅខ្លួនខ្លាំងទៀតក្ដៅខ្លួនមកវិញលឿនទៀតគឺត្រូវតែប្រញាប់យកទៅជួបជាមួយនឹងគ្រូពេទ្យជៀសវាងនឹងការឲ្យថ្នាំតាមដាននៅផ្ទះខ្លួនឯង